ប្រជាពលរដ្ឋនៅភូមិឡពីងឃុំតាចេះស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបាននាំគ្នាតវ៉ានៅមុខសាលាដំបងខេត្តទាមទារឲ្យតុលាការដោះលែងអ្នកភូមិ2នាក់ដែលកំពុងជាប់ពន្ធនាគារនិងសូមឲ្យលើកលែងការចោទប្រកាន់ពួកគាត់8នាក់ផ្សេងទៀតអ្នកភូមិទាំងនោះបាននាំគ្នាដើរក្បួនលើកបដាពីទីតាំងដីចំនួនដីជាមួយក្រុមហ៊ុន KDC ចម្ងាយប្រមាណ30គីឡូម៉ែត្រមកតុលាការនេះតាំងពីថ្ងៃទី5ខែសីហានឹងបានសម្រេចបោះតង់ស្នាក់អាស្រ័យនៅមុខតុលាការរហូតដល់មានដំណោះស្រាយអ្នកស្រីខែសំណងមានសេចក្តីរាយការណ៍អ្នកភូមិឡពីងបានបរាជ័យក្នុងការតវ៉ានៅខាងមុខសាលាដំបងខេត្តទាមទារឲ្យដោះលែងគ្នាគាត់2នាក់និងទម្លាក់ការចោទប្រកាន់លើពលរដ្ឋ8នាក់ដោយសារតែគ្មានមន្ត្រីតុលាការរូបណាចេញមកដោះស្រាយនោះទេហើយទ្វារតុលាការបានបិទនៅថ្ងៃទី6ខែសីហាបុរសអ្នកភូមិឡពីងដែលជាក្រុមស៊ើបសួរក៏ហៅឲ្យចូលខ្លួនបំភ្លឺកាលពីថ្ងៃទី5ខែសីហាគឺលោកហុងដារ៉ូថ្លែងនៅថ្ងៃទី6សីហាថាពួកគាត់បដិញ្ញាថានឹងបោះតង់ស្នាក់អាស្រ័យហូបចុកនៅខាងមុខតុលាការរហូតដល់មានដំណោះស្រាយលោកបញ្ជាក់ថាមូលហេតុដែលពួកគាត់ទាមទារនេះគឺតុលាការបានឃុំខ្លួនអ្នកភូមិ2នាក់ដោយអយុត្តិធម៌ហើយពួកគាត់ទាំង8នាក់ក៏មិនចូលខ្លួនតាមការកោះរបស់តុលាការដែរខ្ញុំគឺធ្វើការតវ៉ានៅទីនេះនឹងបោះជាតង់មានឆ្នាំងបាយសម្រាប់មកដាំទុកហូបមានជាប្រទេសអីមកដេកនៅមុខតុលាការនឹងតែម្ដងដើម្បីឲ្យតុលាការដោះលែងតំណែងពួកយើងពីរូបនោះចេញមកវិញពួកខ្ញុំក៏មិនបានចូលខ្លួនមកគឺដែរគឺដោយសារតែតុលាការគឺការមិនឯករាជ្យចេះតែចោទប្រកាន់មិនបានចុះទៅដល់កន្លែងកើតហេតុតុលាការកាន់ជើងទៅខាងក្រុមហ៊ុនខ្ញុំមិនមានជំនឿទៅលើប្រព័ន្ធតុលាការតទៅទៀតទេបើមិនជាអត់មានការដោះលែងពួកខ្ញុំនៅតែស្ក្រែងនានាតវ៉ានៅមុខសាលាដំបងខេត្តកំពង់ឆ្នាំងជារៀងរាល់ថ្ងៃលុះត្រាតែមានថ្ងៃដោះលែងតំណាងពួកយើងខ្ញុំឲ្យយើងទៅផ្ទះសំបែងយ៉ាងម៉េចដល់សិនជាពួកយើងអត់មានដីធ្លីក៏ដែរពុទ្ធជួអធិសេរីមិនអាចតាក់ទងចក្រមស៊ើបសួរលោកញូងចន្ទធីដើម្បីបកស្រាយចំពោះការទាមទាររបស់អ្នកភូមិបានទេនៅថ្ងៃទី6ខែសីហាតុលាការខេត្តកំពង់ឆ្នាំងបានចាប់ខ្លួនអ្នកភូមិ2នាក់ដាក់ពន្ធនាគារគឺឈ្មោះម៉ាងយ៉ាវនិងលោកសៀងហេងហើយចេញដីកាបង្គាប់ឲ្យពលរដ្ឋ8នាក់ទៀតចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌគឺចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយមានចេតនាបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយចម្ពាមកៅស៊ូប្រើគ្រាប់ដែកនិងដុំថ្មរវាងអ្នកភូមិនិងកម្មករស៊ីឈ្នួលធ្វើរបងឲ្យក្រុមហ៊ុន KDC របស់លោកស្រីជាខេងភរិយាលោកសុយសែមជារដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលកាលពីថ្ងៃទី17ខែកក្កដាឆ្នាំ2012ការប៉ះទង្គិចនោះបណ្ដាលឲ្យរងរបួសជាង20នាក់ទាំងសងខាងខណៈដែលអ្នកភូមិព្យាយាមរារាំងសកម្មភាពធ្វើរបងនិងវាយទម្លុះរបងថ្មក្រុមហ៊ុនដែលពួកគាត់អះអាងថាបានសង់រំលោភលើដីរបស់អ្នកភូមិមិនទាន់មានការដោះស្រាយបញ្ចប់នៅឡើយតាក់ទងទៅនឹងបញ្ហានេះអនុប្រធានផ្នែកអង្គការរបស់សមាគមអាត60លោកច័ន្ទសុវេតដែលបានឃ្លាំមើលការតវ៉ានេះមានមតិថាកងកម្លាំងប្រដាប់អាវុធប្រមាណ50នាក់បានដាក់កម្លាំងការពារសន្តិសុខនៅខាងមុខតុលាការដោយសារតែនៅខាងក្រោយតុលាការគឺមានពន្ធនាគារនិងខាងមុខតុលាការគឺសាលាខេត្តយ៉ាងណាក៏ដោយពាក់ព័ន្ធនឹងការតវ៉ារបស់អ្នកភូមិសង្គមស៊ីវិលបានព្យាយាមជួយអន្តរាគមន៍តែពិបាកក្នុងការទំនាក់ទំនងជាមួយមន្ត្រីតុលាការធ្វើកិច្ចការងារនេះហាក់បីដូចជាគាត់ធ្វើតាមរបៀបការសម្ដែងឲ្យធ្វើណាវាមិនមែនជាផុសចេញពីឆន្ទៈរបស់តុលាការហើយតុលាការមិនទាន់បានធ្វើការអង្កេតរឿងនឹងច្បាស់លាស់ផងតើរឿងនឹងវាយ៉ាងម៉េចរឿងអំពើហិង្សាដោយចោទប្រកាន់នៅក្នុងមាត្រា217 18 410 411ក្តីនេះវាជាទម្រង់នៃអង្ការចោទប្រកាន់នឹងចាំបាច់ត្រូវធ្វើការស៊ើបអង្កេតហើយដល់អញ្ចឹងទៅអត់មានការស៊ើបអង្កេតអីតិចសោះហើយជាការបង្កប់ឲ្យចូលខ្លួននឹងព្រោះអ្នកភូមិឡពីងគឺជាអ្នកភូមិត្រីក្រជាងគេបំផុតនៅក្នុងសហគមន៍ដែលមានដំណោះដីធ្លីដទៃទៀតណាហើយអ្នកភូមិនេះគឺទទួលរងអយុត្តិធម៌ម្ដងហើយម្ដងទៀតអញ្ចឹងវាជារឿងមួយដែលតុលាការក៏បីប្រើប្រាស់កម្មជានុសិទ្ធិរបស់ខ្លួននោះឲ្យសមស្របទៅតាមលក្ខខណ្ឌការពារសិទ្ធិពលរដ្ឋការពារសិទ្ធិមនុស្សយ៉ាងណាក៏ដោយមេធាវីការពារក្តីអ្នកភូមិឡពីងមកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោកស្រីសាមសុគន្ធាថ្លែងថាកាលពីថ្ងៃទី5ខែសីហាក្រុមមេធាវីនៃអង្គការលីកាដូនិងមជ្ឈមណ្ឌលអប់រំច្បាប់និងក្រុមគ្រួសាររួមទាំងជនជាប់ចោទទាំងពីរបានដាក់លិខិតទៅតុលាការសុំធានានៅក្រៅឃុំនាងខ្ញុំខែសុណងវិទ្យុអស៊ីសេរីភ្នំ